ស្វាគមន៍អ្នកដែលគ្នាមកកាន់កម្មវិធីមិត្តថកនាំមកជូនដោយមិត្ត phone ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំស៊ីនីថ្ងៃនេះផងដែរគឺយើងមានជាមួយនៅប្រធានបទពិសេសជូនទៅដល់ពុកម៉ែបងប្អូនទៀតហើយយើងក៏មានជាមួយនៅភ្ញៀវកិត្តិយសដើម្បីបកស្រាយក៏ដូចជាផ្ដល់នៅបទពិសោធន៍ផ្សេងៗដែលពួកគាត់ធ្លាប់មានចែកជូនទៅដល់អ្នកទាំងអស់គ្នាផងដែរចាអញ្ចឹងឥឡូវនេះចានាងខ្ញុំក៏សូមជំរាបសួរទៅកាន់ភ្ញៀវកិត្តិយសរបស់យើងគឺបងតម្រង់ពេជ្រចាជំរាបសួរបងសូមណែនាំខ្លួនមួយណាបងចាជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំតម្រង់ពេជ្រខ្ញុំគឺជាអ្នកផលិតមាតិកាហើយមាតិការបស់ខ្ញុំគឺតស៊ូមតិជំរុញឲ្យមានការផ្លាស់ប្ដូរបែបវិជ្ជមាននៅក្នុងសង្គមចឹងសម្រាប់ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះគឺមេរៀនល្អការចេញពីកំហុសចាជាក់ស្ដែងបើយើងនិយាយពាក្យថាកំហុសបងជាទូទៅទោះជាអចេតនាក្តីឬមួយក៏ចេតនាក្តីឲ្យតែពាក្យថាកំហុសគឺដូចតែខុសឆ្គងអីមួយដែលមើលទៅស្ដាប់មកវាអត់ល្អអីអញ្ចឹងណាប៉ុន្តែថ្ងៃនេះយើងមានប្រធានបទមេរៀនល្អកាត់ចេញពីកំហុសវិញបងយល់មិនដែរបងសម្រាប់ប្រធានបទមួយនេះបងគិតថាល្អមែនតើដោយសារតែជាទូទៅហ្មងនៅពេលដែលយើងឮពាក្យថាកំហុសមួយម៉ាត់ហ្នឹងន័យថាកំហុសស្មើនឹងខុសអញ្ចឹងនៅពេលដែលយើងឮពាក្យហ្នឹងគឺគិតថាពាក្យហ្នឹងវាអត់ល្អអត់គិតថាពាក្យហ្នឹងវាវិជ្ជមានទេឲ្យតែស្ដាប់ពាក្យថាកំហុសមកគឺវាស្ដាប់មើលទៅគឺវាអវិជ្ជមានប៉ុន្តែសម្រាប់បងដោយយោងទៅតាមបទពិសោធន៍ដែលកើតឡើងចំពោះខ្លួនឯងកន្លងមកនោះមកគិតថាកំហុសវាមិនមែនសុទ្ធតែជាអាក្រក់ទាំងអស់ហើយក៏វាមិនមែនសុទ្ធតែជាយើងមិនគួរណាមើលឃើញកំហុសហ្នឹងវាគឺជាអវិជ្ជមានទាំងអស់ទេចាត្រូវបងបើយើងនិយាយប្រធានបទនេះទោះជាបើយើងស្ដាប់មកឃើញថាមេរៀនល្អការចេញពីកំហុសតែប៉ុន្តែវាដូចបើនិយាយចឹងការពាក្យថាកំហុសមួយម៉ាត់គឺខុសអីមួយហីប៉ុន្តែក៏យើងអាចរៀនសូត្រពីវាបានច្រើនដែរអញ្ចឹងចំណុចល្អណាស់ខ្លះដែលបងគាត់ថាការចេញពីកំហុសហ្មងបើសម្រាប់បងវាមិនមែនជានិយមន័យនៃយើងទេវាអត់ធ្វើឲ្យយើងខ្លាចទៅជាអ្វីមួយនៅពេលដែលយើងបង្កើតកំហុសទេបើបងគិតថាបងតែងតែយកពេលដែលបងបង្កើតកំហុសគឺបងតែងតែមើលឃើញវាជា feedback វាគឺជាមតិត្រឡប់មកបងវិញវាគឺជាដូចជា data អញ្ចឹងដែលប្រាប់ថាបងធ្វើរឿងហ្នឹងទៅវាអត់មានប្រសិទ្ធភាពទេថាតើបងគួរតែយកអាកំហុសហ្នឹងមក evaluate មកវាតម្លៃបែបណាថាគួរយើងធ្វើបែបណាដើម្បីយើងធ្វើម្ដងទៀតទៅឬក៏រឿងផ្សេងទៀតដែលយើងធ្វើម្ដងទៀតទៅវាជៀសពីអាកំហុសដែលយើងបានបង្កើតហ្នឹងណាចាអញ្ចឹងមានន័យថាឧទាហរណ៍បើយើងសាងកំហុសអីមួយបន្ទាប់មកយើងដឹងថាយើងខុសអញ្ចឹងដល់ពេលដែលយើងយល់ដឹងស្វែងយល់ទៅអាចនឹងលើកក្រោយយើងលេងនឹងមានកំហុសអស់ហ្នឹងអីអញ្ចឹងណាបងអញ្ចឹងសម្រាប់ពាក្យមួយឃ្លាមួយនេះសម្រាប់បងជាក់ស្ដែងហ្មងបងមានបទពិសោធន៍ច្រើនទេត្រូវមើលទៅព្រោះអីបើយើងជាក់ស្ដែងទៅអាយុបងក៏គួរសមដែរអញ្ចឹងបងអាចឆ្លងកាត់ច្រើនបងអាចរៀបរាប់បានទេពាក់ព័ន្ធជាមួយនឹងបទពិសោធន៍នៅឃ្លាទាំងអស់នេះសម្រាប់បងបែបមិនវិញខ្ញុំអាចចែករំលែកបានទៅលើពាក្យថាការបង្កើតកំហុសសម្រាប់ខ្ញុំផ្ទាល់ខ្លួនដោយសារតែរឿងមួយដែលអាចលើកមកនិយាយបានហ្នឹងគឺអ្នកអត់ដឹងថាខ្ញុំធ្លាប់រៀបការពីមុនមកហើយអញ្ចឹងគឺខ្ញុំធ្លាប់រៀបការនៅក្នុងវ័យមួយដែលបើមើលពីហ្នឹងទៅបងគាត់ថាអូពេលហ្នឹងវាមិនជាក្មេងប្រហែលទេតែដល់ពេលបងមើលពីឥឡូវទៅវិញបងគាត់ថាពេលហ្នឹងមកសម្រាប់ចិត្តរៀបការប្រហែលជាលឿនពេកអញ្ចឹងអាកន្លែងនេះបងគាត់ថាបើសិនជាបងសម្រាប់ចិត្តរៀបការមកថាអត់ទាន់សម្រាប់ចិត្តរៀបការប្រហែលជាវាមិនមែនជាបងឥឡូវហ្នឹងណាហើយបងគិតថាកំហុសដែលបងធ្វើពេលហ្នឹងគឺបងសម្រាប់ចិត្តរៀបការទាំងដែលខ្លួនឯងអត់ទាន់រួចរាល់ទាំងផ្នែកហិរញ្ញវត្ថុទាំងផ្នែកផ្លូវចិត្តទាំងផ្នែកគ្រប់សពបែបយ៉ាង financially mentally and emotionally ទាំងអស់ហ្នឹងគឺបងអត់ទាន់រួចរាល់ទេអញ្ចឹងបងសម្រាប់ចិត្តរៀបការពេលហ្នឹងគឺជាសម្រាប់បងណាចាបងគឺជាកំហុសទី1ដែលបងធ្លាប់បានធ្វើហើយវាកំហុសទី1នេះវា lead ទៅកំហុសទី2មួយទៀតគឺសម្រាប់ចិត្តថាមានកូនទាំងដែលខ្លួនឯងអត់ទាន់រួចរាល់ដូចគ្នាចឹងអាទាំងពីរហ្នឹងវាគឺជាកំហុសមួយដែលលេតទៅកំហុសមួយទៀតសម្រាប់បងចុះសម្រាប់បងមួយនេះកំហុសអាចថាធំខ្លាំងអត់បើយើងនិយាយជាក់ស្ដែងធំនិយាយទៅគិតថាមកជីវិត30ឆ្នាំនេះគឺជាកំហុសដែលធំជាងគេហើយវាក៏ជា life changing វាគឺជា transition មួយសម្រាប់ជីវិតបងធំជាងគេដែរកំហុសខ្លះវាអាចនឹងពាក់ព័ន្ធមួយយើងដែរតែកំហុសខ្លះវាមិនមែនមកពីយើងសម្រាប់បងគាត់ថាពីហ្នឹងមួយណាដែលបងគិតថាជាកំហុសមួយដែលធំខ្លាំងបំផុតបងគិតថាកំហុសដែលធំខ្លាំងបំផុតគឺជាកំហុសដែលមកពីយើងដោយសារតែយើងមាន power យើងមានអំណាចនៅក្នុងការសម្រេចចិត្តណាអញ្ចឹងនៅពេលដែលកំហុសនោះវាកើតឡើងដោយសារយើងគឺយើងមានទំនួលខុសត្រូវអញ្ចឹងវាគឺជាទំនួលខុសត្រូវរបស់យើងអញ្ចឹងបងគិតថាវាគឺធំ
ចឹងឥឡូវពាក់ព័ន្ធមកដល់ឥឡូវបងគិតថាសម្រាប់កំហុសបងនឹងផ្លាស់ប្ដូរអីគេខ្លះសម្រាប់ជីវិតថ្មីរបស់បង អូខេឥឡូវអញនិយាយបានថាចេះពេលដែលបងសម្រាប់ចិត្តទៅរៀបការក្មេងពេករៀបការនៅពេលដែលបងអត់ទាន់រួចរាល់ទាំងអស់ហ្នឹងណា វាធ្វើឲ្យបងមានកូនទាំងដែលខ្លួនអត់ទាន់រួចរាល់ដូចគ្នាហើយនៅពេលដែលបងសម្រាប់ចិត្តបែបហ្នឹងមានន័យថាបងអត់ទាន់មានមូលដ្ឋានគ្រឹះមួយសម្រាប់គ្រួសារដែលរួចរាល់ទេបងអត់ទាន់ត្រៀមខ្លួនកសាងគ្រួសារមួយដែលមានសុភមង្គលកសាងគ្រួសារមួយដែលថាវាឡើងទៅល្អវាពេញលេញល្អចាហើយក៏អត់ទាន់ត្រៀមខ្លួននឹងធ្វើជាម្ដាយមួយរូបដែលពេញលេញដូចគ្នាទោះបីជាបងចង់ឬមិនចង់ទោះបីជាការសម្រេចចិត្តនេះវា intentional ឬក៏ unintentional បានថាសម្រេចចិត្តនេះវាអត់មានតែគេសម្រេចចិត្តឲ្យចង់ឲ្យខ្លួនឯងពិបាកឯទៅតែពេលហ្នឹងយកដឹងថាការសម្រេចចិត្តហ្នឹងវានឹង lead ទៅវានឹងនាំទៅបានលទ្ធផលណាមួយអញ្ចឹងយើងអត់អាចប្រកែកបាននៅលទ្ធផលដែលវានឹងកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់យើងហើយនឹងទេអញ្ចឹងទោះបីជាយើងចង់មិនចង់ការសម្រេចចិត្តហ្នឹងវាបែបណាគឺយើងត្រូវតែរួចរាល់ត្រៀមខ្លួនហើយនឹងដោះស្រាយជាមួយនឹង consequence ដោះស្រាយជាមួយនឹងលទ្ធផលដែលយើងបានធ្វើហ្នឹងអញ្ចឹងលទ្ធផលដែលបានពីការដែលបងរៀបការអត់ទាន់រួចរាល់ហ្នឹងគឺអត់មានសមត្ថភាពក្នុងការបង្កើតគ្រួសារមួយដែលមានអីដែលពេញលេញមានកូនដែលអត់ទាន់រួចរាល់ហ្នឹងគឺបងត្រូវទៅធ្វើការទាំងដែលទុកកូនជាមួយនឹងម៉ាក់ប៉ាឲ្យម៉ាក់ប៉ាជួយមើលទាំងដែលបងខ្លួនឯងហ្នឹងគឺបងចង់មានសមត្ថភាពនៅក្នុងការមើលកូនផងហើយយើងផ្ទះថាយើងមានគ្រប់គ្រាន់តែយើងអាចចាំទៅក្រៅយើងមើលកូនផ្ទាល់ដៃបងអាចធ្វើអានឹងបានទេហើយវា lead ទៅកំហុសមួយទៀតហ្នឹងវាមិនជាកំហុសហើយវា lead ទៅ consequence មួយទៀតហ្នឹងគឺអត់នៅពេលដែលអត់អាចរស់នៅចោះសម្រងជាមួយគ្នាបានព្រោះយើងសម្រេចចិត្តហ្នឹងគឺសម្រេចចិត្តទាំងដែលយើងអត់ទាន់រួចរាល់គឺយើងត្រូវសម្រេចចិត្តចាក់ចេញពីជីវិតរៀបការមួយនេះបានន័យថាយើងត្រូវសម្រេចចិត្តថាយើងលែងលះចាហើយអាហ្នឹងគឺវា consequence មួយទៀតមិនមែនចេះមកត្រឹមតែបងទេគឺដល់ទៅម៉ាក់ប៉ាបងដល់ទៅកូនបងទៀតបានន័យថាអញ្ចឹងបានបកត្រឡប់ទៅឯងសួរបងមុននឹងវិញហ្នឹងគឺថាវាធំអត់គឺវាពិតជាធំដោយសារតែការសម្រេចចិត្តរបស់ខ្លួនឯងនៅពេលហ្នឹងវាមិនត្រឹមតែមានផលវិបាកសម្រាប់ខ្លួនឯងទេគឺពិបាកទាំងម៉ាក់ប៉ាពិបាកសំខាន់គឺពិបាកទាំងកូនត្រូវរស់នៅក្នុងស្ថានភាពមួយដែលគាត់អត់បានជ្រើសរើសរស់នៅបែបហ្នឹងទេគឺបងជាអ្នកនាំឲ្យកូនត្រូវនៅក្នុងស្ថានភាពបែបហ្នឹងដោយសារតែការសម្រេចចិត្តរបស់បងពេលហ្នឹងចាអញ្ចឹងសម្រាប់បងមកមានការលំបាកខ្លាំងឯនៅពេលដែលបងយកកំហុសមួយនេះទុកជាមេរៀនមួយសម្រាប់បងអញ្ចឹងណាព្រោះមែនតើនៅពេលដែលយើងធ្វើរឿងអស់ហ្នឹងដែលយើងឧទាហរណ៍ថាយើងសាងជាកំហុសដូចរឿងអីមួយអញ្ចឹងបងគិតថាពិបាកនៅក្នុងការសម្រេចចិត្តឬមកក៏ធ្វើចិត្តណាមួយនៅកំហុសរបស់បងអត់ដំបងហ្មងគឺពិបាកខ្លាំងពិបាកសឹងថាអត់មានហេតុផលណាមួយទៀតដែលថាចង់រស់ទៀតហ្មងព្រោះមានអារម្មណ៍ថាខ្លួនឯងវាពិបាកខ្លួនឯងវាពិបាកមកតង់ហើយប៉ុន្តែដូចបងនិយាយមុនហ្នឹងចឹងវាពិបាកដល់ទៅម៉ាក់ប៉ាវាពិបាកដល់ទៅកូនទាំងដែលគាត់មិនបានសុំយើងឲ្យមានរឿងនឹងកើតឡើងចំពោះគាត់ទេអញ្ចឹងគឺអារម្មណ៍មួយដែលថា guilty ហ្នឹងណាអារម្មណ៍មួយដែលថារអៀសចិត្តហ្នឹងគឺវាពិបាកខ្លាំងមែនតើពិបាកសឹងថាពេលហ្នឹងគឺបងដូចបងនិយាយមុនហ្នឹងគឺវាពិបាកនៅក្នុងការរកហេតុផលមួយដើម្បីរស់តទៀតព្រោះមានអារម្មណ៍ថាខ្លួនឯងគឺជាបន្ទុកខ្លួនឯងគឺជាហេតុផលមួយដែលកូនហ្នឹងវាមកត្រូវនៅក្នុងស្ថានភាពហ្នឹងដោយសារតែយើងខ្លួនឯងអញ្ចឹងវាអូខេបងអត់សមបានអត់អាចសមបានអូខេចាបងព្យាយាមបងព្យាយាមអត់ចង់យំនៅក្នុងវីដេអូអត់អីទេបងសម្រួលអារម្មណ៍បានដោយសារតែបើយើងនិយាយទៅដូចកំហុសរបស់យើងមួយវាអាចប៉ះពាល់អារម្មណ៍យើងទៅដល់មកជីវិតអីក៏អាចថាបានដែរអានឹងលើជាក់ស្ដែងដែលយើងអាចបន្ថយឬមួយក៏ចាត់ទុកថាជាមេរៀនជីវិតដ៏ល្អមួយដែលយើងឆ្លងកាត់វាពាក់ព័ន្ធមួយឡើងតើកត្តាអីគេខ្លះដែលជំរុញឲ្យបងមកដល់សប្តាហ៍ហើយមានអារម្មណ៍ថាជីវិតឥឡូវយើងអាចល្អជាងមុនច្រើនជាងមុនទៀតចឹងណាបងចង់បកត្រឡប់ទៅនិយាយតិចវិញដែរដែលបងគិតថាវាសំខាន់កន្លែងហ្នឹងគឺដោយសារតែបងយល់ថាពេលដែលដំបូងឡើយនៅពេលដែលបងអត់អាចធ្វើចិត្តបាននៅពេលដែលបងពិបាកខ្លាំងនៅពេលដែលបងមានអារម្មណ៍ថាបងលែងចង់រស់ហ្នឹងគឺហេតុផលសំខាន់ធំមួយដែលខ្ញុំបានរៀនហ្នឹងគឺនៅពេលដែលយើងអត់ទទួលស្គាល់ការពិតនៅពេលដែលយើងអត់ទទួលស្គាល់ខ្លួនឯងនៅពេលដែលយើងអត់ទទួលស្គាល់ថាយើងមានកំហុសហើយអត់ទទួលស្គាល់ថាការពិតគឺជាអាហ្នឹងគឺយើងអត់អាចនៅជាមួយខ្លួនឯងបានទេយើងអត់អាច move on បានយើងអត់អាចបន្តទៅមុខបាននៅពេលដែលយើងអត់ទាន់ទទួលស្គាល់ខ្លួនឯងអត់ទាន់ទទួលស្គាល់ថាយើងបានសាងកំហុសហើយត្រូវតែដោះស្រាយជាមួយនឹង consequence ហ្នឹងឯងត្រូវតែបើយើងអត់ប្រឈមមុខនឹងការពិតហ្នឹងបើយើងអត់ប្រឈមមុខជាមួយនឹងកំហុសហ្នឹងគឺយើងអត់អាច move on ទៅបានទេប្រហែលជាពេលដែលយើងព្យាយាម avoid ពេលដែលយើងព្យាយាមគេចពីអាកំហុសហ្នឹងពេលដែលយើងព្យាយាមគេចពីលទ្ធផលដែលយើងបានធ្វើចាដោយសារតែកំហុសមួយហ្នឹងណាប្រហែលជាយើងអាច
ធូរចិត្តមួយផ្លែតយើងអាចផ្លេចវាបានមួយផ្លែតប៉ុន្តែវានឹងត្រឡប់មករកយើងនៅក្នុងថ្ងៃណាមួយនៅក្នុងពេលវេលាណាមួយបើសិនជាយើងអត់ព្រមជំរះអារឿងហ្នឹងជាមួយនឹងខ្លួនឯងដូចជំរាបបញ្ជាជាមួយនឹងខ្លួនឯងជំរះឲ្យអស់ថាអូខេអង្គុយគិតមកវិញថាហេតុអីបានរឿងនឹងវាកើតឡើងហេតុអីបានអាកំហុសនឹងវាកើតឡើងហើយខ្ញុំបានធ្វើអីខ្លះនៅពេលហ្នឹងខ្ញុំបានសម្រេចចិត្តអីខ្លះនៅពេលហ្នឹងបានជាខ្ញុំឈានមកដល់ដំណាក់កាលដែលខ្ញុំត្រូវបែកបាក់គ្រួសារនេះឈានមកដល់ដំណាក់កាលដែលខ្ញុំកំពុងតែនៅពេលហ្នឹងអញ្ចឹងយើងត្រូវសួរខ្លួនឯងយើងត្រូវតែបើជាខ្មែរដូចថាសរុបសេចក្តីមកវិញថាអូខេខ្ញុំមកដល់ចំណុចនេះដោយសារតែពេលហ្នឹងខ្ញុំបានសម្រេចចិត្តបែបហ្នឹងពេលហ្នឹងខ្ញុំបានសម្រេចចិត្តដែលខ្ញុំអត់បានគិតច្បាស់លាស់អញ្ចឹងបើសិនជាយើងនៅតែបន្តគិតអត់ច្បាស់លាស់សម្រេចចិត្តដូចរយៈកំផែលចាគឺយើងនឹងនៅតែបន្តបង្កើតកំហុសដដែលហើយយើងអត់អាចរស់នៅជាមួយនឹងខ្លួនឯងបានទេដោយសារកំហុសហ្នឹងគឺសម្រាប់យើងគឺដូចបងនិយាយអញ្ចឹងគឺវាធ្ងន់មែនតើសម្រាប់បងអញ្ចឹងបើសិនជាពេលហ្នឹងមកអត់ទទួលស្គាល់ថាអូខេខ្ញុំទទួលស្គាល់ហើយថាខ្ញុំថាជីវិតរៀបការរបស់ខ្ញុំគឺវាបរាជ័យហើយខ្ញុំទទួលស្គាល់ហើយថាខ្ញុំអត់អាចខ្លាយជាម្ដាយម្នាក់ដែលពេញលេញសម្រាប់កូនខ្ញុំទេខ្ញុំទទួលស្គាល់ថាខ្ញុំអត់អាចល្អគ្រប់10ទេហើយនេះគឺជាកំហុសរបស់ខ្ញុំអត់សំខាន់ទេថាយើងបានបង្កើតកំហុសអីខ្លះអីដែលសំខាន់គឺថារងថ្ងៃហ្នឹងចំណុចដែលយើងកំពុងតែនៅហ្នឹងយើងបែបណាយើងពេញចិត្តនៅអ្វីដែលយើងកំពុងតែធ្វើរងថ្ងៃហ្នឹងអត់យើងពេញចិត្តចំពោះអ្វីដែលយើងកំពុងតែមានរងថ្ងៃហ្នឹងអត់តើទៅមុខទៀតយើងចង់បានបែបណាអាហ្នឹងគឺជាអីដែលយើងសំខាន់យើងដឹងច្បាស់ថាយើងកំពុងតែនៅចំណុចណាឥឡូវហ្នឹងហើយយើងដឹងច្បាស់ថាថ្ងៃមុខទៀតយើងចង់បានគោលដៅបែបណាយើងចង់នៅចំណុចណាព្រោះយើងអត់អាចនៅតែខ្វល់ជាមួយនឹងរឿងដែលកើតឡើងដដែលហ្នឹងទេទោះបីចង់ទទួលស្គាល់ឬក៏មិនចង់ទទួលស្គាល់រឿងហ្នឹងគឺវាពិតជាបានកើតឡើងមែនអញ្ចឹងកុំព្យាយាមកិច្ចពីវាកុំព្យាយាមចង់ថាបំភ្លៃអតីតកាលរបស់យើងហើយយើងអាចកុហកគេបានប៉ុន្តែយើងអត់អាចកុហកខ្លួនឯងបានហើយយើងអត់អាចរស់នៅជាមួយនឹងការកុហកខ្លួនឯងបានទេអត់អាចនៅបានទេហើយគឺពិតជាអាចនៅបានហើយបើសិនជាចង់ឲ្យរស់នៅជីវិតមួយដែលពេញលេញរស់នៅក្នុងជីវិតមួយដែលមានសេរីភាពគឺឈប់កុហកខ្លួនឯងហើយទទួលស្គាល់ខ្លួនឯងហើយទទួលស្គាល់អីដែលខ្លួនឯងបានធ្វើនិយាយទៅស្ដាប់ហើយយើងដឹកដូចដែរដោយសារតែដូចបងនិយាយចឹងកំហុសបងគិតថាខ្លួនឯងគឺខុសធ្ងន់អីអញ្ចឹងណាសម្រាប់កន្លែងហ្នឹងខ្ញុំគិតថាអ្នកខ្លះក៏គាត់មានអារម្មណ៍ដូចគ្នាអញ្ចឹងថាចេះអ្វីដែលកំហុសរបស់គាត់ធ្វើហ្នឹងគឺគាត់ទទួលយកខ្លួនឯងអត់បានអ្នកខ្លះហើយអ្នកខ្លះទៀតគាត់គិតថាកំហុសមួយនេះវាធំខ្លាំងណាស់សម្រាប់គាត់អាចត្រឡប់ក្រោយឬមួយក៏ធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងអ្នកខ្លះអាចនឹងការគិតរបស់គាត់អាចរាក់បន្តិចអាចនឹងឈានទៅដល់ការធ្វើអត្តឃាតអីចឹងណាបងអញ្ចឹងអាចមានអ្វីដែលជំរុញទឹកចិត្តបងដើម្បីចង់ទៅប្រាប់ពួកគាត់ដូចគ្នាថាកត្តាអីគេខ្លះដែលធ្វើឲ្យយើងរឹងមាំហើយល្អប្រសើរជាងមុនទៀតនៅពេលដែលបងនៅក្នុងprocess មួយបានន័យថានៅក្នុងដំណើរការដែលបងចាប់ដើមទទួលយកខ្លួនឯងហ្នឹងដូចបងនិយាយមុនហ្នឹងណាបងប្រាប់ខ្លួនឯងថាបងទទួលស្គាល់ហើយថាបងគឺបែបហ្នឹងអញ្ចឹងគឺយើងព្យាយាម get yourself together ឡើងមកវិញបងចង់ប្រាប់ថាបើសិនជាពេលនេះអ្នកទាំងអស់គ្នាកំពុងតែនៅក្នុងចំណុចនេះកំពុងតែមានកំហុសមួយដែលគិតថាខ្លួនឯងអត់អាចកែប្រែបានណាខ្ញុំចង់រំលឹកប្រាប់អ្នកទាំងអស់គ្នាថាកំហុសវាគ្រាន់តែជាដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងវាគ្រាន់តែជា feedback វាគ្រាន់តែជាមតិត្រឡប់ដែលបង្ហាញប្រាប់អ្នកទាំងអស់គ្នាថាដែលមកកេះស្មាប្រាប់អ្នកទាំងអស់គ្នាថាអូដើរផ្លូវហ្នឹងអត់ត្រូវទេការសម្រេចចិត្តហ្នឹងគឺអត់ត្រូវទេសាកគិតឡើងមកវិញមើលថាយើងអាចធ្វើអីបានកុំមើលឃើញវាគឺជា the end of the world កុំមើលឃើញវាថាវាគឺជាចុងបញ្ចប់នៃពិភពលោកហើយអត់ទេជីវិតរបស់យើងគឺវែងជីវិតរបស់យើងគឺវាធំជាងនឹងទៀតកំហុសហ្នឹងវាគ្រាន់តែជា small dot វាគ្រាន់តែជាគូសវាខ្មៅតូចមួយនៅក្នុងกระดาษសនៃជីវិតរបស់យើងតែប៉ុណ្ណោះវាមិនមែនជាចុងបញ្ចប់នៃជីវិតរបស់យើងទេជីវិតរបស់យើងគឺនៅវែងឆ្ងាយហើយវាមានរឿង excited វាមានរឿងធំជាងនឹងទៀតដែលនឹងរងចាំឲ្យយើងទៅដោះស្រាយជាមួយវាអញ្ចឹងកុំដោយសារតែរឿងតូចនេះធ្វើឲ្យយើងមានអារម្មណ៍ថាជីវិតយើងគឺចប់ត្រឹមហ្នឹងអញ្ចឹងអីដែលខ្ញុំធ្វើពេលហ្នឹងគឺហ៊ានទទួលស្គាល់ហើយគឺយើងហ៊ាននិយាយចែករំលែកទៅកាន់មនុស្សដែលយើងទុកចិត្តអញ្ចឹងនៅពេលដែលបងទៅតែបែកគ្នាថ្មីពេលបងទៅតែលែងលះហើយហ្នឹងគឺបងនិយាយជាមួយនឹងម៉ាក់ប៉ាបងដោយសារតែគាត់គឺជាមនុស្សដែលយើងទុកចិត្តបំផុតទុកចិត្តឲ្យគាត់ក៏ជាមនុស្សម្នាក់ក្រៅពីកូនបងដែលត្រូវចេះអត្តពលជាមួយនឹងរឿងរបស់បងដែរអញ្ចឹងបងនិយាយប្រាប់គាត់ថា open up ជាមួយគាត់ថាខ្ញុំពិតជាសុំទោសដែលខ្ញុំពិតជាសុំទោសម៉ែសុំទោសប៉ាខ្ញុំអត់
អត់មានចេតនាទេខ្ញុំអត់មានបំណងថាឲ្យម៉ែប៉ាមកពិបាកដោយសារខ្ញុំត្រូវខ្មាស់គេដោយសារខ្ញុំហើយត្រូវទទួលបន្ទុកជួយមើលកូនដោយសារខ្ញុំទៀតខ្ញុំពិតជាអត់មានបំណងទេហើយអីដែលបងគិតពីមុនពេលដែលបងនិយាយមកគាត់បងគិតថាអូប្រកាសជាគាត់ប្រហែលជាគាត់ខឹងខ្លាំងហើយព្រោះគាត់ខំប្រឹងមើលថែយើងគាត់មិនបានអូសយើងឲ្យមកការជាមួយគ្នាទេគាត់មិនបានបង្ខំយើងទេយើងសម្រេចចិត្តដោយខ្លួនឯងហេតុអីបានយករឿងនេះយកមកឲ្យគាត់វេទនាជាមួយយើងឲ្យគាត់មានបន្ទុកគាត់ចាស់ហើយគាត់ត្រូវមើលយើងអស់ចិត្តកូន5 6ហើយមកត្រូវមើលចៅទៀតបងគាត់ថាវាលុះលប់សម្រាប់គាត់បង guilty ខ្លាំងមែនតើហ្មងហើយបងគាត់ថាគាត់ប្រហែលជាមានអារម្មណ៍បែបហ្នឹងទោះតល់ជាមួយយើងប៉ុន្តែគាត់និយាយអត់កើតប៉ុន្តែនៅពេលដែលបាននិយាយជាមួយគាត់ហើយទៅបងដឹងថាបងគិតតែខ្លួនឯងទេបងគិតតែខ្លួនឯងទេដែលថាគាត់អត់ទទួលយកយើងគាត់មានអារម្មណ៍ថាគាត់ខឹងយើងប៉ុន្តែគាត់អត់មានខឹងយើងទេគាត់អត់មានអារម្មណ៍ថាវាគឺជាសម្ពាធសម្រាប់គាត់ទេប្រហែលជាវាអាចជាសម្ពាធសម្រាប់គាត់ប៉ុន្តែគាត់អត់មានចិត្តមួយដែលថាអត់ចង់ជួយយើងទេអញ្ចឹងកន្លែងនេះខ្ញុំចង់រំលឹកដែរបើសិនជាអ្នកទាំងអស់គ្នាមានមនុស្សដែលជួយ support មានមនុស្សដែលជួយជ្រោមជ្រែងអ្នកទាំងអស់គ្នាកុំតន់គិតដោយខ្លួនឯងថាគាត់អត់ចង់ជួយយើងនិយាយជាមួយគាត់សិនវិភាគខ្សាជាមួយគាត់សិនខ្ញុំជឿថាមានមនុស្សជាច្រើនដែលស្រឡាញ់អ្នកទាំងអស់គ្នាដែលចង់ជ្រោមជ្រែងអ្នកទាំងអស់គ្នាប៉ុន្តែសួរខ្លួនឯងថាតើអនុញ្ញាតឲ្យគេជ្រោមជ្រែងយើងអត់សូមបើកចិត្តហើយសូមក្លាហានហើយទម្លាក់ចុះហ៊ានទៅនិយាយជាមួយគាត់ហ៊ានសុំជំនួយពីការហ៊ានសុំជំនួយដើម្បីឲ្យគាត់ជួយយើងសូមក្លាហាននៅក្នុងចំណុចនេះព្រោះខ្ញុំជឿថាអ្នកដែលគាត់ស្រឡាញ់យើងគាត់សុខចិត្តជួយយើងគាត់អត់ចង់ឲ្យយើងសម្រេចចិត្តគិតខ្លីឬក៏គាត់អត់ចង់បាត់បង់យើងទេអញ្ចឹងបន្ទុកដែលយើងឲ្យគាត់នៅពេលនេះវាមិនមែនរហូតទេវាអាចជាបដាសន្នទេហើយបើសិនជាយើងចាក់ចេញពីគាត់ឬក៏យើងសម្រេចចិត្តបោះបង់ខ្លួនឯងគឺវាហត់តែពិបាកសម្រាប់គាត់ទៀតអាហ្នឹងគឺជាបន្ទុកធ្ងន់ខ្លាំងសម្រាប់គាត់ទៀតអញ្ចឹងសូមពិភាក្សាជាមួយគាត់សូមស្វែងរកជំនួយជួយខ្លួនឯងចឹងមានន័យថាបើសិនជាយើងបង្កើតកំហុសហើយបើយើងបាត់គេហៅថាបោះបង់ខ្លួនឯងចោលទៀតវាកាន់តែជាកំហុសមួយដ៏ធំទៀតចឹងណាហើយអត់មានអ្នកគេពិបាកការពីម៉ាក់ប៉ាបើយើងទេចឹងជាស្លែងចាចឹងបើសិនជាអ្នកនរគ្នាដែលគាត់កំពុងតែមានបញ្ហាដែលគិតថាខ្លួនឯងនឹងមានកំហុសមួយដែលអាចលើកលែងឲ្យបានពិភាក្សាជាមួយនឹងប៉ាម៉ាក់ទៅពេលខ្លះមិនមែនមានន័យថាដូចបើនិយាយចឹងពេលខ្លះគិតតែឯងគិតថាកំហុសនឹងលើកលែងអត់បានទេគិតតែឯងឆ្ងល់តែឯងធ្វើតែឯងតែពេលអញ្ចឹងទៅយើងអត់អាចរកអ្នកដែលពិភាក្សាអ្នកដែលទុកចិត្តបាននៅក្នុងការពិភាក្សាគ្នាវាអាចនឹងធ្វើយើងបោះបង់ខ្លួនឯងចោលហ្មងអាហ្នឹងវាជារឿងជាក់ស្ដែងអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាអាចនឹងស្ដាប់បងស្រីឲ្យបានច្រើនដើម្បីស្គាល់ពីខ្លួនឯងហើយនឹងទទួលស្គាល់កំហុសដែលខ្លួនឯងបានធ្វើដែរបងអាចបញ្ជាក់បានទេថារាល់កំហុសទាំងអស់វាសុទ្ធតែជាមេរៀនជីវិតយើងដើម្បីឲ្យយើងរៀនសូត្រពីវាបានអញ្ចឹងណាបងខ្លួនឯងកំហុសវាគឺជាឱកាសមួយនៃការរីកចម្រើនរបស់បងអញ្ចឹងនៅពេលដែលបងនៅពេលដែលយើងបង្កើតកំហុសដល់រាបណាដែលយើងមានការសរុបសេចក្តីជាមួយនឹងខ្លួនឯងបានន័យថាយើងដូចបងនិយាយមុនហ្នឹងអញ្ចឹងតើសួរខ្លួនឯងថាតើអ្វីដែលវាមានប្រសិទ្ធភាពអ្វីដែលអត់ប្រសិទ្ធភាពដែលយើងបានធ្វើមុនហ្នឹងដែលឲ្យយើងមកដល់ចំណុចហ្នឹងអញ្ចឹងនៅពេលដែលយើងដឹងថាអីដែលមានប្រសិទ្ធភាពហើយយើងរក្សាទុកប៉ុន្តែអីដែលអត់មានប្រសិទ្ធភាពទេយើង make adjustment យើងកែសម្រួលវាទៅយើងនឹងធ្វើនៅរឿងថ្មីមួយដែលវាល្អប្រសើរជាងហ្នឹងអញ្ចឹងកុំគិតថានេះគឺជាកំហុសចុងក្រោយដែលយើងនឹងបង្កើតនៅក្នុងជីវិតរបស់យើងនៅពេលនេះអត់ទេនឹងមានកំហុសជាច្រើនទៀតដែលយើងនឹងបង្កើតប៉ុន្តែដរាបណានៅពេលដែលយើងមានការសរុបសេចក្តីជាមួយនឹងខ្លួនឯងយើងនឹងមិនបង្កើតកំហុសដដែលទេអញ្ចឹងបើយើងនិយាយជាក់ស្ដែងទៅកំហុសវាជារឿងមួយដែលយើងអាចយកមកសិក្សាដោយខ្លួនឯងថាតើយើងគួរបន្តកំហុសនៅបន្តទៀតឬមួយក៏យើងអាចនឹងឆ្លងកាត់វាដល់តាមដំណាក់កាលពួកដូចបងនិយាយអញ្ចឹងវាច្រើនណាស់ដោយសារយើងអាចគ្រប់10បានទេមិនថាខ្ញុំឬមកក៏អ្នកទាំងអស់គ្នាទេប្រកាសជាអាចគ្រប់10បានទេសិតតែអ្នកបង្កើតនៅកំហុសឲ្យព្រោះយើងកើតមកជាមនុស្សលោកគឺដឹងតែមានហើយព្រោះជាក់ស្ដែងហ្មងគឺដូចសង្គមឥឡូវអញ្ចឹងយើងបានឃើញហើយបើសិនជាយើងរៀនទទួលស្គាល់កំហុសពីខ្លួនឯងល្អវាបានច្រើនគឺខ្ញុំគិតថាជីវិតរបស់គាត់នឹងអាចនឹងល្អប្រសើរឡើងជាងនឹងទៀតចឹងណាព្រោះអ្នកខ្លះពេលដែលគាត់បង្កើតកំហុសហើយគាត់គិតថាគាត់បានខុសទេអាហ្នឹងបែងឥឡូវខ្ញុំលើកឧទាហរណ៍មួយចោះឧទាហរណ៍ថាខ្ញុំសាងកំហុសលើបងឯងបែងប្រាប់ថាខុសហើយតែខ្ញុំអត់ទទួលស្គាល់បែងគិតថាអាចនឹងមានអីទាញឲ្យគាត់ទទួលស្គាល់កំហុសខ្លួនឯងនឹងបានអត់កំហុសខ្លះគឺវាពិតជាវាគួរឲ្យ
អាម៉ាស់ ចា កំហុសខ្លះគឺវាពិតជាវាធំរហូតដល់ថាយើងអត់អាចទទួលស្គាល់ថាវាគឺជាកំហុសរបស់យើងបានណាកន្លែងហ្នឹងតើតែអត់មានអ្នកណាអាចជួយយើងខ្លួនឯងក្រៅពីយើងខ្លួនឯងទេត្រូវតែព្យាយាមទទួលថាយើងបានខុសហើយព្រោះថាបើសិនជាយើងនៅតែបន្តអត់ទទួលស្គាល់កំហុសហ្នឹងទេគឺដូចបងនិយាយមកហ្នឹងចឹងគឺយើងអត់អាចរស់ជាមួយនឹងខ្លួនឯងបានទេហើយការដែលអត់អាចរស់ជាមួយនឹងខ្លួនឯងបានហ្នឹងគឺវាពិបាកយើងអត់អាចរស់នៅជាមួយនឹងមនុស្សម្នាក់នេះយើងអាចចេញពីគាត់បានយើងអាចផ្ដាច់ទំនាក់ទំនងជាមួយនឹងគាត់បានប៉ុន្តែខ្លួនឯងនេះផ្ដាច់ខ្លួនឯងរបៀបម៉េចអត់បានទេអញ្ចឹងមានតែវិធីមួយគាត់ដែលអ្នកទាំងអស់គ្នាអាចធ្វើបានហ្នឹងគឺហ៊ានទទួលស្គាល់ខ្លួនឯងទទួលស្គាល់ការពិតទទួលស្គាល់កំហុសដែលខ្លួនឯងបានធ្វើហ៊ានទទួលថាយើងខុសហើយអញ្ចឹងយើងត្រូវធ្វើអីដើម្បីកែសម្រួលវាបងអាចលើកពីចំណុចទូចនៅកំហុសរបស់យើងដែលគាត់ថាទូចអត់ធំខ្លាំងណាព្រោះអាចថាបងប្អូនខ្លះគាត់របៀបនៅក្មេងដែរក៏អត់ទាន់នឹងមានកំហុសធំអីចឹងក៏គាត់ថាគាត់ស្ដាប់មករបៀបថាចាគ្រាន់ប៉ុណ្្នឹងសោះតែសារតែគាត់អត់ទាន់ឆ្លងកាត់ចឹងខ្ញុំចង់បានតែកំហុសទូចដែលបញ្ជាក់ថាវាជាមេរៀននៃជីវិតដ៏ល្អបំផុតសម្រាប់យើងកាលពេលបងចប់ថ្នាក់វិទ្យាល័យហើយបងត្រូវទៅរៀនតនៅសាកលវិទ្យាល័យបងអត់ដឹងថាខ្លួនឯងចង់រៀនអីអញ្ចឹងប៉ាជាអ្នកសម្រេចចិត្តឲ្យអញ្ចឹងកំហុសមួយដែលបងធ្វើដល់ពេលហ្នឹងដែលបងគិតណាព្រោះមិត្តភក្តិបងផ្សេងទៀតគេសិតតែជ្រើសរើសជំនាញដែលគេចង់រៀនខ្លួនឯងតែបង rely ខ្លាំងពេកបងដូចថាអត់មានភាពរឹងមាំខ្លួនឯងនៅក្នុងការសម្រេចចិត្តនៅអីដែលខ្លួនឯងចង់រៀនអញ្ចឹងគឺបងអនុញ្ញាតឲ្យប៉ាគាត់សម្រេចចិត្តឲ្យបងទៅហើយវាមិនមែនអីដែលខុសធ្ងន់ធ្ងរទេប៉ាគាត់គ្រាន់តែចង់បានអីដែលល្អបំផុតសម្រាប់យើងទេអញ្ចឹងកំហុសបងកន្លែងនេះគឺបងអត់មានភាពរឹងមាំនៅក្នុងការសម្រេចចិត្តដោយខ្លួនឯងអញ្ចឹងមុខវិជ្ជាដែលបងរៀនគឺមិនមែនជាមុខវិជ្ជាដែលបងចង់រៀនទេជាមុខវិជ្ជាដែលប៉ាបងចង់ឲ្យបងរៀនដំណើរការនៅពេលដែលរៀនវាចេះតែរៀនទៅប៉ុន្តែមិនមែនអីដែលយើងស្រឡាញ់ទេអញ្ចឹងនៅពេលដែលយើងចាញ់ចាប់ធ្វើការក៏យើងអត់អាចធ្វើការនៅជំនាញមួយដែលយើងស្រឡាញ់ដែរអញ្ចឹងនេះហើយគឺជាកំហុសរបស់បងប៉ុន្តែអីដែលបងអាចទាញបានត្រឡប់ទៅវិញគឺចាប់ពីរៀនគ្រូហើយបងពិតជាបានបរៀនមែនប៉ុន្តែនៅពេលដែលភ្លើងក្នុងចិត្តរបស់យើងមិនមែនជាការបរៀនណាគឺយើងនៅតែរកផ្លូវមួយចេញទៅរកអីដែលយើងរៀនអញ្ចឹងបងចាប់ដើមបង្កើតវីដេអូបងចាប់ដើមចូលធ្វើការនៅកន្លែងផ្នែកទីផ្សារតបបងក៏ខ្លាចជាអ្នកផលិតមាតិកាឯករាជ្យអញ្ចឹងកន្លែងនេះបងចង់និយាយថាចេះមុខវិជ្ជាដែលបងរៀននៅសាកលវិទ្យាល័យ4ឆ្នាំហ្នឹងអត់មានអីដែលជាប្រយោជន៍មកការងារបងឥឡូវហ្នឹងទេគ្រប់អីទាំងអស់ដែលបងបានធ្វើពេលហ្នឹងរៀន4ឆ្នាំហ្នឹងបរិញ្ញាបត្រហ្នឹងគឺវាសុទ្ធតែជាវាគឺសុទ្ធតែជា contribution នៅក្នុងការងារដែលបងធ្វើរាល់ថ្ងៃនេះចាំន័យថាកុំមើលឃើញការដែលយើងរៀនខុសជំនាញហ្នឹងគឺជាកំហុសមួយដែលថាយើងអាចត្រឡប់ក្រោយបានទៅរកជំនាញមួយដែលយើងពិតជាស្រឡាញ់បានណាគឺយើងនៅតែអាចអញ្ចឹងនៅពេលដែលយើងអនុញ្ញាតឲ្យខ្លួនឯងសាកធ្វើនៅអីដែលយើងចង់ធ្វើហើយកុំគិតថាអូចប់ហើយខ្ញុំរៀនជំនាញគ្រូចឹងខ្ញុំត្រូវតែធ្វើគ្រូមួយជីវិតហើយអត់ទេអាយុយើងនៅក្មេងយើងអត់ចាប់ត្រឹមហ្នឹងទេយើងនៅមានឱកាសជាច្រើនទៀតយើងនៅមានឱកាសច្រើនអាចរៀនជំនាញផ្សេងទៀតឬក៏យើងអាចការងារក៏អាចបរៀនយើងបានដែរចឹងមួយទៀតសម្រាប់កំហុសបើសិនជាមនុស្សម្នាក់ហ្នឹងគាត់ទទួលស្គាល់កំហុសដែលគាត់បានធ្វើនៅពេលដែលគាត់ធ្វើឲ្យខុសឆ្គងណាមួយមិនថាទូចមិនថាធំណាបងគាត់ថាអ្វីដែលគាត់ទទួលស្គាល់កំហុសខ្លួនឯងមួយនេះគឺជាផ្លូវដែលឈានទៅដល់ជីវិតរបស់គាត់កាន់តែល្អប្រសើរជាងមុនអត់បើសិនជាគាត់ទទួលស្គាល់កំហុសរបស់ខ្លួនឯងកែសម្រួលកំហុសរបស់ខ្លួនឯងគឺវាច្បាស់លទ្ធផលគឺគាត់នឹងទទួលបានជីវិតមួយដែលប្រសើរជាងនេះដោយសារគាត់នឹងមិនបង្កើតកំហុសដដែលទេចេះស្ដែងដូចរឿងបងអញ្ចឹងបើសិនជាពេលហ្នឹងបងអត់ជួបបញ្ហាហ្នឹងប្រហែលជាបងអត់រឹងមាំដូចរាល់ថ្ងៃប្រហែលជាបងអត់មានសមត្ថភាពឲ្យផ្ដល់ខ្លួនឯងនៅជីវិតមួយដែលបងចង់បានដូចរាល់ថ្ងៃទេអញ្ចឹងបងគិតថាវាគ្រប់អីដែលយើងបានធ្វើទាំងអស់វាសុទ្ធតែកើតឡើងដោយសារហេតុផលណាមួយចុះបើសិនជាមនុស្សម្នាក់ហ្នឹងគាត់ធ្វើខុសប៉ុន្តែគាត់អត់ទទួលស្គាល់កំហុសដែលគាត់ធ្វើទេតែបងគិតថាគាត់នឹងនៅតែបន្តការធ្វើខុសជាន់លើកំហុសរបស់គាត់នឹងអត់ច្បាស់ជាជាន់លើកំហុសដោយសារតែយើងអត់បានរៀនសូត្រពីកំហុសចាស់កំហុសថ្មីគឺវាអាចនឹង repeat ដដែលគឺវាអាចនឹងកើតឡើងដដែលហើយនឹងបន្តបង្កើតនៅកំហុសជាច្រើនផ្សេងទៀតដដែលព្រោះបើយើងអត់ដឹងថាខ្លួនឯងបានខុសអីហើយយើងអត់ដឹងថាយើងកែអីហើយចឹងយើងអត់ដឹងថាយើងគួរធ្វើអីដើម្បីឲ្យល្អជាងកំហុសមុននេះអញ្ចឹងបើយើងនិយាយពីការដោះស្រាយវិញណាដោយសារតែកន្លែងនេះមានអ្នកខ្លះគាត់អាចគិតថាខ្លួនឯងអត់ខុសមែនឥឡូវខ្ញុំឧទាហរណ៍ខ្ញុំពេលខ្លះខ្ញុំគាត់ថាខ្ញុំធ្វើប៉ុណ្ណឹងមានអីខុសហ្នឹងតែគេមើលមកខុសហើយធ្វើជាងអត់ត្រូវទេហើយខ្ញុំគិតថាសម្រាប់ខ្ញុំអត់ខុសផងខ្ញុំនៅតែបន្តវាតរ៉ែបន្តមកគេជប់ប្រាប់ខ្ញុំអានេះខ្ញុំលើកឧទាហរណ៍ណាអញ្ចឹងបងគិតថាតើដំណោះស្រាយបញ្ហាអីគេដែលយើងលើកមកនិយាយដើម្បីឲ្យគាត់ដឹងថាវាជាកំហុសរបស់ខ្លួនឯងយើងអាចនិយាយដល់ស្មោះត្រង់ប្រាប់គាត់ថាឧទាហរណ៍ថាអូនឯង
មកយឺតហើយអត់សុំទោសចឹងថានឹងជាកំហុសបងឯងហើយតែឯងថាប្រកាន់មិនគ្រាន់តែយឺតប៉ុណ្្នឹងសោះហេតុអីត្រូវសុំទោសអីចឹងណាបើតែមកប្រាប់ឯងវិញថាអានេះវាតកតងទៅនឹងសុជីវធម៌វាអត់ចឹងថាសម្រាប់អូនឯងប្រហែលជាគិតថាវាធម្មតាចាប៉ុន្តែសម្រាប់បងអត់គិតថាវាតិចតួចទេអញ្ចឹងអូនឯងមើលចឹងថាកុំឲ្យមើលតែខាងក្នុងឲ្យ focus out ខ្លះអញ្ចឹងទើបយើងអាចរស់នៅចុះសំណងជាមួយនឹងអ្នកដទៃបានអញ្ចឹងយកចិត្តគេដាក់ចិត្តខ្លួនឯងពេលខ្លះរឿងដែលឯងធ្វើមកបងអូនឯងគិតថាបងអត់ប្រកាន់តែរឿងខ្លះដែលបងធ្វើទៅអូនឯងបងគិតថាទូចប៉ុន្តែអូនឯងគិតថាអត់ទូចទេអញ្ចឹងមកថាមនុស្សយើងផ្សេងគ្នាយើងមានស្តង់ដារខុសៗគ្នាអញ្ចឹងយើងកុំព្យាយាមយកស្តង់ដារខ្លួនឯងទៅដាក់ស្តង់ដារគេយើងព្យាយាមបានតែ balance បងឲ្យវាមានតុល្យភាពទើបយើងអាចរស់នៅចុះសំណងជាមួយនឹងគ្នាបានដូចខ្ញុំអីបើសួរតែសាងអត់សាងកំហុសដែរតែក៏ដូចជាខ្ញុំឆ្លាញ់ការដេកខ្លាំងពេកនិយាយថាព្រលឹមឡើងគឺខ្ញុំអត់ចង់ងើបទេខ្ញុំធន់នឹងការងើបព្រលឹមឡើងខ្លាំងព្រោះខ្ញុំគេងអត់ឆ្អែតភ្នែកទេហើយដោយសារតែមែនតើដោយសារខ្ញុំអ្នកលេងហ្គេមមកបងអញ្ចឹងខ្ញុំជិតលេងហ្គេមរៀង10ម៉ោង1ម៉ោង2អញ្ចឹងព្រមគេងឯងហើយព្រលឹមឡើងស្ទូអត់ព្រមងើបហើយខ្ញុំពិតជាអត់ចិត្តអាការងើបព្រលឹមហ្នឹងមែនដល់ថ្នាក់ការខ្ញុំនៅរៀនណាខ្ញុំអត់ចង់ទៅរៀនទេដោយសារខ្ញុំងើបលឿនពេកហើយធម្មតាចូលរៀនម៉ោង7ម៉ោងអីយើងងើបម៉ោង6ម៉ោងអីរៀបចំខ្លួនធន់ណាបងខ្ញុំប្រាប់ខ្ញុំថាខ្ញុំមកស្រួលខ្លួនខ្ញុំឈឺខ្ញុំប្រាប់គាត់ចឹងប៉ុន្តែខ្ញុំមានអារម្មណ៍ថាកន្លែងនេះខ្ញុំខុសខ្លាំងដោយសារអីពេលដែលខ្ញុំប្រាប់គាត់ថាម៉ាក់កូនអត់ស្រួលខ្លួនឯងកូនឈឺតែប៉ិតយើងអត់ឈឺយើងគេចវេះពីការរៀនតែទៅមើលទង្វើគាត់រៀបចំបបរដាំបបរឲ្យកូនមើលកូនដេញថ្នាំឲ្យកូនលេបមើលថែកូនហើយឡើងមានអារម្មណ៍ថាខ្ញុំអត់ឈឺហ្នឹងប៉ុន្តែមិនបានគាត់យកចិត្តទុកដាក់មួយខ្ញុំតែរឿងអស់ហ្នឹងខ្ញុំអត់មែនតែនផងខ្ញុំគ្រាន់តែជាការកុហករបស់ខ្ញុំហើយវាមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងចាប់ពីថ្ងៃហ្នឹងមកខ្ញុំមានអារម្មណ៍ថាទោះជាខ្ញុំជិះម៉ូតូតាមផ្លូវដេកក៏ខ្ញុំនៅតែងើបដើម្បីទៅរៀនដោយផត់សិនដែរយ៉ាងណាក៏ដេកនៅក្នុងថ្នាក់អីអញ្ចឹងទៅរបៀបអញ្ចឹងរហូតដល់ពេលដែលខ្ញុំធ្វើការខ្ញុំនៅតែសាងកំហុសដដែលថាខ្ញុំចូលចិត្តឡេតតែមិនឡេតអីទេមានន័យថាចេះខ្ញុំអត់តែប៉ិតខ្ញុំអត់ដែរឡេតទេតែពេលដែលខ្ញុំឡេតបដលខ្ញុំមានអារម្មណ៍ថាគេអង្គុយចាំខ្ញុំមកបងវាថាពេលដែលយើងទៅដល់គេអង្គុយចាំយើងខ្ញុំមានអារម្មណ៍ថាគេអង្គុយចាំយើងគ្រប់គ្នាហើយមកយើងនេះឡេតដោយសារយើងឲ្យការងាររបស់គេវាស្ទះដែរតែប៉ិតអារម្មណ៍មួយហ្នឹងឯងវាគ្រាន់តែឆ្លុះបញ្ចាំងតែមួយចំណុចទេតែចំណុចទី2ដែលឆ្លោះបញ្ចាំងខាងបំផុតដែលខ្ញុំដឹងថាខ្ញុំមិនគួរណាឡេតការងារគ្រប់យ៉ាងគឺខ្ញុំមិនត្រូវតែឡេតខ្ញុំត្រូវតែមកមុនមកទុកចិត្តឲ្យគេចាំខ្ញុំណាគឺខ្ញុំចាំគេខ្ញុំធ្លាប់យល់អារម្មណ៍មួយថាចេះដូចខ្ញុំប្រាប់ម៉ែថាខ្ញុំឆ្លោះបញ្ចាំងថាខ្ញុំឃើញគេគ្រប់គ្នាអង្គុយចាំខ្ញុំចឹងតែប៉ិតអានេះវាជារឿងឆ្លោះបញ្ចាំងមួយតែនៅពេលដែលខ្ញុំជួបខ្លួនឯងខ្ញុំអង្គុយចាំគេវិញអាហ្នឹងហើយដែលជាកំហុសដែលខ្ញុំចាប់ផ្ដើមដឹងខ្លួនឯងថាខ្ញុំនឹងមិនឡេតនៅពេលដែលខ្ញុំធ្វើការព្រោះនៅពេលដែលអង្គុយចាំគេអត់ស្រួលទេអត់ដូចស្រួលគេអង្គុយចាំយើងទេចឹងហើយខ្ញុំចាប់ផ្ដើមកែអ្វីទាំងអស់ហ្នឹងទោះជាពេលខ្លះខ្ញុំអត់ចង់ងើបក៏ដោយក៏ខ្ញុំត្រូវតែងើបសេសើមកឈឺមិនក៏ខ្ញុំត្រូវតែងើបទៅធ្វើការមួយហ្នឹងដែរចឹងអានេះជាកំហុសមួយដែលយើងត្រូវដោះស្រាយដល់ខ្លួនឯងណាពេលខ្លះគេប្រាប់ឲ្យយើងដូចបើនិយាយចឹងពេលខ្លះគេប្រាប់យើងហើយយើងនៅគិតថាគ្រាប់ប៉ុណ្ណឹងសោះហ្នឹងតិចតួចសោះហ្នឹងតែអាតិចតួចរបស់យើងហ្នឹងគឺធំសម្រាប់គេដូចតិចតួចដូចពេលខ្លះបើនិយាយមកបើគេថាតិចតួចគេតែវាធំសម្រាប់ខ្ញុំអាហ្នឹងវាជារឿងមួយដែរដែលយើងត្រូវនិយាយត្រង់ទៅត្រង់មកអីអញ្ចឹងណាបងដែរជួបអ្នកដែរខុសហើយតែនិយាយប្រាប់ទៅនៅតែអត់ស្ដាប់យើងអត់ទទួលខុសកំហុសច្រើនវា common មែនតើវាមានច្រើនមែនតើអ្នកដែលគាត់ទទួលស្គាល់កំហុសហើយនៅពេលដែលយើងអត់ព្យាយាមមានទម្លាប់ដែលទទួលស្គាល់អាកំហុសទូចៗហ្នឹងកំហុសធំគឺយើងនៅតែអត់ទទួលស្គាល់គ្នាអញ្ចឹងយើងកែអាពីទូចហ្នឹងឯងបងគិតថាកំហុសទូចៗដែលបងធ្លាប់ប្រាប់គេហើយគេអត់ទទួលស្គាល់វាច្រើនកំហុសឲ្យគេខ្លះសុំទោសគេដែលគេដឹងថាខ្លួនឯងខុសតែគេអត់សុំទោសនិយាយអត់គ្រប់ពាក្យសម្ដីគេភាកច្រើននិយាយអត់គ្រប់ពាក្យសម្ដីអីដែលបងជួបច្រើនហើយវា irritate មែនតើវាមូម៉ៅមែនតើចាមានអីទៀតទេឲ្យលឿនថាចំណុចទូចៗតែគាត់ធ្វើរាល់ថ្ងៃតែគ្រាន់តែយើងនិយាយនឹងចង់គាត់ដឹងថាទូចៗហ្នឹងគឺវាសំខាន់យករបស់គេអត់ប្រាប់អត់សូវបានអនុញ្ញាតពីម្ចាស់គេអញ្ចឹងវាខ្លះចុចទូរស័ព្ទរបស់គេមើលរបស់គេទាំងតែមានសុំអីចឹងអាហ្នឹងក៏មានច្រើនដែរហើយនឹងនិយាយលើសពីការពិតលើសពីការពិតហ្នឹងហើយមិនថាពាក្យសម្ដីកាយវិការទង្វើដែលយើងធ្វើអស់ហ្នឹងយើងយកចិត្តគេដាក់ចិត្តខ្លួនឯងល្អបំផុតព្រោះយើងបានដឹងថាការសាងកំហុសរបស់យើងបែបណាអញ្ចឹងបើចូលមកដល់ប្រធានបទរបស់យើងសម្រាប់កំហុសអស់ហ្នឹងដូចអាតិចតួចហ្នឹងគិតថាបើសិនជាគាត់កែទៅជីវិតរបស់គាត់នឹងអាចល្អជាងនឹងអត់មុនច្រើនចាដូចមកនិយាយមុនហ្នឹងអញ្ចឹងនៅពេលដែលយើងព្យាយាមទទួលស្គាល់មានទម្លាប់ទទួលស្គាល់កំហុសទូចៗហ្នឹងគឺយើងនឹងមានទម្លាប់ទទួលស្គាល់អាកំហុសធំដូចគ្នាអញ្ចឹងជីវិតយើងនឹងវាអត់ miserable វាអត់វេទនាវាអត់ពិបាករស់នៅជាមួយនឹងខ្លួនឯងណាមិញបងបកស្រាយបាននិយាយទៅក្បោះក្បាយមែនតើហើយស្ដាប់ហើយជក់ចិត្តហើយបើយើងនិយាយពីការដែលបងបកស្រាយមិញខ្ញុំរៀនបានច្រើនដែរដោយសារតែខ្ញុំក្មេងជាងបងអញ្ចឹងអ្វីដែលបងនិយាយមិញខ្ញុំមានអារម្មណ៍ថា
តែប៉ិតការគិតរបស់បងដោយសារបងឆ្លងកាត់មុនខ្ញុំគួរតែរៀនសូត្រហើយទទួលបទពិសោធន៍ហ្នឹងដើម្បីសាងអនាគតថ្ងៃក្រោយព្រោះដោយសារតែដូចបងនិយាយចឹងយើងជីវិតវែងយើងអាចនៅតែមកធំហ្នឹងឯងសម្រាប់បងឥឡូវនេះហ្មងនៅពេលដែលបងសាងហើយឥឡូវហ្នឹងគឺបងល្អប្រសើរជាងមុនច្រើនមែនតើបងគិតថាថ្ងៃនេះបងសប្បាយចិត្តនឹងទទួលយកអ្វីដែលបងឲ្យមានអត់សប្បាយចិត្តហើយបើសិនជាសួរថាតើត្រឡប់ទៅក្រោយវិញចង់កែប្រែអតីតកាលរបស់ខ្លួនឯងអត់ចង់ឲ្យរឿងផ្សេងវាកើតឡើងអត់ពីមុនមកធ្លាប់គិតដែរថាប្រហែលជាទៅក្រោយបានប្រហែលជាកែមិនចង់ជួបនេះមិនចង់ជួបនោះមិនចង់ធ្វើរឿងដូចពីមុនអញ្ចឹងណាតែសម្រាប់បងឥឡូវនេះបើសិនជាអាចត្រឡប់ទៅក្រោយបានគឺខ្ញុំឆ្លើយទាំងមិនស្ទាក់ស្ទើរថាខ្ញុំនឹងមិនចង់កែប្រែអីទាំងអស់ព្រោះខ្ញុំជឿថាខ្ញុំរាល់ថ្ងៃនេះវាគឺជាលទ្ធផលនៃខ្ញុំពីមុនមកវាគឺជាលទ្ធផលនៃអីដែលយើងបានធ្វើពីមុនមកទាំងអស់បើសិនជាអត់មានរឿងទាំងអស់នោះកើតឡើងសម្រាប់បងនៅក្នុងថ្ងៃនេះទេប្រហែលជាបងមិនមែនជាមនុស្សអ្នកដែលយល់ពីអ្នកដទៃបានច្រើនជាងខ្លួនឯងយល់ពីអ្នកដទៃស្ដាប់អ្នកដទៃបានច្រើនជាងពីមុនទេបងមិនមែនជាមនុស្សម្នាក់ដែលមានក្តីស្រឡាញ់បរិសុទ្ធឬក៏ក្តីស្រឡាញ់ពេញលេញសម្រាប់មនុស្សដែលនៅជុំវិញខ្លួនបងមិនមែនជាម្ដាយម្នាក់ដែលរឹងមាំសម្រាប់កូនបងទេបើសិនជាអត់មានរឿងទាំងអស់នោះកើតឡើងហើយបងក៏ប្រហែលជាមិនអាចនឹងធ្វើការសម្រេចចិត្តផ្សេងទៀតដែលវាច្បាស់លាស់ជាងមុនធ្វើការសម្រេចចិត្តដែលថាមុននឹងសម្រេចចិត្តអីមួយបងគិតខ្លាំងមែនតើបងចំណាយពេលគិតយូរមែនតើមិនដូចមុនសម្រេចចិត្តឲ្យចិត្តទៅចាបងចាអញ្ចឹងឥឡូវនេះសូមឲ្យបងផ្ដល់ពាក្យពេចន៍ចាខ្លឹមសារខ្លះជូនទៅកាន់អ្នកដែលគាត់អត់ទទួលស្គាល់កំហុសមុនណាអ្នកដែលគាត់អត់ទទួលស្គាល់កំហុសខ្លួនឯងមុនណានឹងឲ្យបងចង់មានពាក្យពេចន៍អីនិយាយទៅកាន់ពួកគាត់អត់សូមសរុបទាំងអស់ហ្មងបានទេអូនមានអីដែលបងចង់និយាយអូខេសរុបទាំងអស់ក៏បានដែរបងអូខេអត់អីហ្នឹងហើយដោយសារតែអីដែលបងជួបផ្ទាល់កន្លងមកហ្នឹងគឺជាពិសេសគឺមនុស្សស្រីយើងហ្មងន័យថាអាយុបែបនេះអាយុប៉ុណ្នេះគួរតែជីវិតយើងដល់នេះហើយយើងគួរតែធ្វើបែបនេះយើងគួរធ្វើបែបនោះគឺតែងតែមានចំណុចមួយឬក៏អាយុមួយដែលថាមាន label អីសម្រាប់គាត់ថាគាត់អាយុប៉ុណ្នេះគាត់ត្រូវរៀបការអាយុប៉ុណ្នេះគាត់ត្រូវមានកូនអាយុប៉ុណ្នេះគាត់ត្រូវមានផ្ទះមានអីចឹងទៅអញ្ចឹងបងចង់រំលឹកប្រាប់អ្នកទាំងតាមបទពិសោធន៍របស់ខ្ញុំអាយុរបស់យើងវាមិនមែនជាផែនទីឬក៏ជាដៅមួយកំណត់ថាយើងគួរតែធ្វើជាអ្នកណាឬក៏នៅកន្លែងណាទេសំខាន់ថាតើខ្លួនឯងនៅចំណុចនេះរាល់ថ្ងៃហ្នឹងសប្បាយចិត្តអត់ថាតើខ្លួនឯងនៅចំណុចនេះរាល់ថ្ងៃនេះខ្លួនឯងពេញចិត្តនឹងអីដែលខ្លួនឯងកំពុងតែនៅនឹងអត់ហើយអ្វីគឺជាទិសដៅឬក៏គោលដៅបន្ទាប់ទៀតរបស់អ្នកទាំងអស់គ្នាអត់សំខាន់ថាតើអាយុប៉ុណ្ណាគួរតែធ្វើអីទេបានន័យថា timeline មនុស្សយើងគឺខុសៗគ្នាមិនមែនបានន័យថាគេអាយុប៉ុណ្ណឹងគេរៀបការហើយយើងគួរតែរៀបការដូចគេក៏យើងអាយុប៉ុណ្ណឹងគេមានគេអាយុប៉ុណ្ណឹងគេមានកូនហើយយើងត្រូវតែមានកូនដូចគេអត់ទេគឺយើងដើរទៅតាម timeline របស់យើងខ្លួនឯងតើយើងសនុកសុខស្រួលផ្លូវចិត្តខ្លួនឯងអត់តើយើងពេញចិត្តនៅអីដែលយើងកំពុងតែឆ្លងកាត់នឹងខ្លួនឯងអត់ហើយអីដែលខ្ញុំចង់និយាយតាក់ទងទៅនឹងការទទួលស្គាល់កំហុសហ្នឹងគឺរំលឹកម្ដងហើយម្ដងទៀតបើសិនជាអ្នកទាំងអស់គ្នាអត់ទទួលស្គាល់ខ្លួនឯងទេអត់ទទួលស្គាល់កំហុសខ្លួនឯងទេអត់កែប្រែនៅអត់សរុបសេចក្តីជាមួយនឹងខ្លួនឯងទេគឺអ្នកទាំងអស់គ្នានឹងមិនអាចរស់នៅជាមួយនឹងខ្លួនឯងបានទេហើយការដែលមិនអាចរស់នៅជាមួយនឹងខ្លួនឯងបាននេះគឺវាវេទនាខ្លាំងណាស់គឺវានឹងតាមឡងយើងអស់មួយជីវិតនៅពេលដែលយើងអត់ទទួលស្គាល់ខ្លួនឯងព្យាយាមបំភ្លៃការពិតព្យាយាមបំភ្លៃអតីតកាលរបស់ខ្លួនឯងអញ្ចឹងសូមធ្វើការសរុបសេចក្តីជាមួយនឹងខ្លួនឯងនៅពេលដែលខ្លួនឯងបង្កើតកំហុសកែប្រែហើយប្រាប់ខ្លួនឯងថាខ្ញុំពិតជាបង្កើតកំហុសមែនប៉ុន្តែខ្ញុំមិនមែនជាមនុស្សម្នាក់នឹងទៀតទេខ្ញុំឥឡូវហ្នឹងគឺខ្ញុំគឺជាមនុស្សម្នាក់នេះខ្ញុំមិនមែនជាម្នាក់ដែលបង្កើតកំហុសនឹងទៀតទេខ្ញុំប្រសើរឡើងហើយកំហុសទាំងនោះវាមិនបានឲ្យនិយមន័យខ្ញុំទេហើយកំហុសទាំងអស់នោះវាមិនបានកាត់ផ្ដាច់ខ្ញុំពីជីវិតមួយដែលខ្ញុំចង់បានទេខ្ញុំនៅតែមានឱកាសបង្កើតនៅជីវិតមួយដែលខ្ញុំចង់បានដរាបណាខ្ញុំជឿលើខ្លួនឯងដរាបណាខ្ញុំអនុញ្ញាតឲ្យខ្លួនឯងចេញទៅធ្វើវាចេញទៅបង្កើតនៅជីវិតមួយដែលយើងបានជីវិតមួយដែលយើងចង់បានហើយសូមចងចាំថាការបង្កើតកំហុសនេះវាគឺជា proof វាគឺជាភស្តុតាងដែលបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាកំពុងតែព្យាយាមធ្វើហើយបើអត់ធ្វើគឺអត់មានកំហុសទេហើយកំហុសទាំងអស់នោះវាមិនមែនជារឿងល្អឬក៏ជារឿងអាក្រក់ទេវាគ្រាន់តែជារឿងមួយវាគ្រាន់តែជាលទ្ធផលមួយដែលអ្នកទាំងអស់គ្នាចង់បានឬក៏ជាលទ្ធផលដែលអ្នកទាំងអស់គ្នាចង់បានតែប៉ុណ្ណោះអញ្ចឹងបើសិនជាវាមានជាកំហុសដែលយើងហៅថាជាលទ្ធផលដែលយើងចង់បានហ្នឹងណាអញ្ចឹងកែប្រែវាទៅហើយទៅបង្កើតលទ្ធផលមួយដែលអ្នកទាំងអស់គ្នាចង់បានប៉ុន្តែ
គឺត្រូវតែអនុញ្ញាតឲ្យខ្លួនឯងចេញទៅធ្វើវា អូខេបងថ្ងៃនេះគឺថាក្បោះក្បាយមែនតើអរគុណមែនតើបងទំនងពេជ្រសម្រាប់ការចែករំលែកបទពិសោធន៍ក៏ដូចជាពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងផ្ទាល់តែម្ដងមេរៀនល្អការចេញពីកំហុសនិយាយទៅជាក់ស្ដែងខ្ញុំគិតថាអ្នកនរគ្នាដែលគាត់កំពុងតែទស្សនាគឺគាត់ប្រកាសជាមានកំហុសដែរមែនតើខ្ញុំក៏តើមិនថាអ្នកទាំងអស់គ្នាក៏ដោយគឺសិតតែមានកំហុសទាំងអស់អញ្ចឹងខ្ញុំគិតថាដូចបងគាត់និយាយអញ្ចឹងកំហុសអស់ហ្នឹងអ្នកនរគ្នាអាចពិចារណាឬមួយក៏ទទួលស្គាល់និងឈប់ធ្វើវាបន្តទៀតកុំឲ្យខុសអញ្ចឹងអ្នកនរគ្នាដែលគាត់ទស្សនាជាមួយនឹងវីដេអូរបស់យើងកម្មវិធីរបស់យើងគឺមានអីចង់និយាយឬមួយក៏ចង់បានបែបម៉េចឬមួយក៏អ្នកនរគ្នារបៀបថាមានគេហៅថាមតិយោបល់អីអ្នកនរគ្នាអាចធ្វើការ comment បានដូចគ្នាផងដែរប៉ុន្តែក៏អរគុណមែនតើទៅដល់ចាស់បងទំនងពេជ្រជាមួយនឹងការផ្ដល់ពេលវេលាដ៏មានតម្លៃចូលរួមជាមួយនឹងកម្មវិធីរបស់យើងផ្ទាល់តែម្ដងអញ្ចឹងជាមួយនឹងមិត្ត Talk នាំមកជូនដល់មិត្ត Phone របស់យើងក៏ជាម្ដងទីបញ្ចប់ដូចគ្នាហើយពួកយើងនឹងយកជាមួយនឹងប្រធានបទល្អដែលដូចមិនអញ្ចឹងគឺបងគាត់បានក្បោះក្បាយខ្លាំងមែនតើតែម្ដងជាមួយនឹងការបកស្រាយសង្ឃឹមថាអ្នកគ្នានឹងយល់ជាមួយនឹងប្រធានបទមួយនេះដូចគ្នាអរគុណមែនតើសម្រាប់ការតាមដានទស្សនាអរគុណបងទំនងពេជ្រហើយក៏អរគុណទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងជាមួយនឹងចាកម្មវិធីមិត្ត Talk នាំមកជូនដល់មិត្ត Phone ក៏ជាមកដល់ទីបញ្ចប់ដូចគ្នានាងខ្ញុំដំណើរក្រុមការងារបើមានកន្លែងណាខុសឆ្គងក៏សូមខន្តីអភ័យទោសក៏ពីកម្មវិធីអរគុណចាអរគុណអ្នកទាំងអស់គ្នាក៏សូមអរគុណសូមជម្រាបលាបាយបាយ